សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខម្ហូបមួយគឺត្រីចំហុយត្រីក្រហមយើងនឹងចំហុយជាមួយនឹងទឹកស៊ីអ៊ីវបងប្អូននេះពណ៌និយាយទៅរូបរាងមិនសូវជាស្អាតប៉ុន្តែរសជាតិឆ្ងាញ់ណាស់បងប្អូនអើយហើយមួយមុខនេះបើយើងញ៉ាំជាមួយបន្លែកាន់តែឆ្ងាញ់ហើយបើសម្រាប់អ្នកស្មក់គីឡូយើងអាចធ្វើញ៉ាំទៅគឺវាល្អដោយសារតែសាច់ត្រីជាមួយនឹងបន្លែយើងគឺវាអត់ឡើងគីឡូទេហើយរបៀបធ្វើមានដូចរូបហ្នឹងបងប្អូនខ្ញុំមានគ្រឿងមានម្រេចបន្តិចរ៉ូឌីបន្តិចស្ករត្នោតប៊ីចេងទឹកស៊ីអ៊ីវហើយនឹងប្រេងខ្យងហើយប្រេងអូលីវបងប្អូនដំបូងណាខ្ញុំលាងត្រីឲ្យស្អាតបន្ទាប់ហើយខ្ញុំផ្សំគ្រឿងគ្រូដូចក្នុងរូបអញ្ចឹងណាមានគល់ស្លឹកគ្រៃម្ទេសស្លឹកក្រូចខ្ញីខ្ទឹមសខ្ទឹមក្រហមប្រេងអូលីវប្រេងខ្យងហើយនឹងគ្រឿងគ្រូនេះហើយខ្ញុំរួចថែមម្រេចបន្តិចដែរបងប្អូនដើម្បីវាឈ្ងុយណាហើយរបៀបធ្វើគឺខ្ញុំរៀបចំហាន់វាគ្រឿងគ្រូហ្នឹងឲ្យហើយអស់បន្ទាប់ហើយខ្ញុំមើលឆូតត្រីទៀតបងប្អូនឆូតត្រីវាឆ្នុតទៅដើម្បីឲ្យវាចូលគ្រឿងល្អអញ្ចឹងណាហើយខ្ញុំមានថែមការ៉ុតតិចដែរបងប្អូនអើយថែមការ៉ុតតិចដើម្បីឲ្យវាចូលជាតិទៅវារៀងផ្អែមនៅក្នុងទឹកចំហុយរបស់យើងអញ្ចឹងណាបងប្អូនហើយនេះសម្រាប់ខ្ញុំធ្វើឲ្យខ្ញុំលាយគ្រឿងចូលទុកម្លាយសិនអញ្ចឹងណាបន្ទាប់ហើយខ្ញុំបង្កន់ត្រីអញ្ចឹងទៅដាក់លាយវាអប់វាមួយសន្ទុះក៏ពិតវាខ្ញុំអប់វាចោលអញ្ចឹងណាខ្ញុំអប់វាចោលហើយមិនខ្ញុំរៀបចំដាក់ចានយកដាក់ចំហុយរូបរាងវាមិនសូវជាតំណងហ្មងទេប៉ុន្តែរសជាតិឆ្ងាញ់ណាបងប្អូនហើយនេះខ្ញុំចាប់ផ្ដើមអប់ដាក់ក្នុងចានអញ្ចឹងណាខ្ញុំយកគ្រឿងទាំងអស់ហ្នឹងអប់ចូលគ្នាទៅជាមួយនឹងទឹកដែលយើងលាយហើយណាទឹកមានប្រេងខ្យងទឹកស៊ីអ៊ីវរ៉ូឌីហើយប្រេងអូលីវស្ករប៊ីចេងស្ករតែខ្ញុំប្រើតែស្ករត្នោតទេបងប្អូនបន្ទាប់ហើយខ្ញុំដាក់ចំហុយក្នុងចាននិយាយទៅចំហុយរៀងយូរដែរដោយសារត្រីអញ្ចឹងណាត្រីយើងអត់ចំហុយឆាពេកខាច់ឆ្អាបអញ្ចឹងយើងចំហុយរៀងយូរទៅថែមទឹកម្ដង2ដងបងប្អូននេះរូបរាងកំពុងតែចំហុយវាហុយអញ្ចឹងណាក៏ឃើញក៏តំណងដែរថៃឯងបងប្អូនបន្ទាប់ហើយទៅនេះត្រីរបស់ខ្ញុំបានឆ្អិនហើយបងប្អូនហើយខ្ញុំក៏ឆ្លៀតបុកទឹកត្រីទៅយើងញ៉ាំមួយទឹកត្រីកោះកុងទៀតអញ្ចឹងណាទឹកត្រីកោះកុងមានអីទេដូចតែវគ្គមុនអញ្ចឹងដែលខ្ញុំធ្វើវីដេអូនិយាយទៅងាយបងប្អូនអើយមានខ្ទឹមម្ទេសក្រូចឆ្មាហើយជាផ្សេងខ្ញុំបុកដាក់ជាមួយស្ករត្នោតទេបងប្អូនអើយទឹកត្រីកោះកុងពេលបុកយើងកំភ្លេចស្ករត្នោតគឺដាក់ទៅវាងុំឆ្ងាញ់មែនតើហើយនិយាយទៅរូបរាងវាបែបហ្នឹងបងប្អូនហើយក៏ឆ្លៀតមកមើលកូនទៀតហើយដល់ម៉ោងកូនមកពីសាលាអញ្ចឹងណានិយាយទៅពេលព្រឹកគាត់រៀនអង់គ្លេសពេលថ្ងៃគាត់រៀនខ្មែរអញ្ចឹងណាបងប្អូនហើយនេះកូនគាត់មកពីសាលាអញ្ចឹងរត់លេងពេញនឹងអញ្ចឹងណាបងប្អូនបន្ទាប់ហើយកូនខ្ញុំគាត់ចាប់ផ្ដើមមើលបងប្អូនអើយមកពីសាលារៀនគឺអត់មាននេះទេបងប្អូនគឺលេងសិនតែហ្មងហើយមានណាមកដល់ចាប់កូនមួយទឹកមួយអីរៀបចំហើយបានយើងបញ្ចុកបាយគាត់អញ្ចឹងណាហើយមកទៅក្នុងរូបអញ្ចឹងកូនខ្ញុំគឺខូចណាបងប្អូនអើយដោយសារតែថ្ងៃហ្នឹងគេមានកម្មវិធីនៅសាលានិយាយទៅសាលាគេឲ្យទៅវាំងណាបងប្អូនទៅមើលទៅក្នុងវាំងទៅទស្សនកិច្ចនៅវាំងអញ្ចឹងណាហើយគេមកវិញគេនិយាយរៀបរាប់ពីនេះពីនោះអីចឹងទៅបងប្អូនអើយនៅក្នុងរូបអញ្ចឹងហ្នឹងហើយអរគុណសម្រាប់ការតាមដានវីដេអូបើសិនជាចូលចិត្តជួយ like ជួយ share ក្នុងសម្រាប់ channel ខ្ញុំផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តក្នុងការធ្វើវីដេអូបន្តទៀតអរគុណច្រើន